chứ những pha chỗ không nói từ dương quay chỗ của bạn này bà rồi thấy những thua ca chuyện nịch máu bà chứ mong bốn ai thua ca đồ lấy cỡ được chuyện đồ chi mà mong bốn đồ nó không app Facebook bán á nó về đại dương ở bậc bán tại dương giờ lõ mong bốn cũng đồ phim phim nè mong bốn ai đồ luồng bị bảy ngày sân chậm đồ của bạn đấy nè bà cũng ao Facebook bị chặt đi mong bốn cứ bà đấy bà chẳng ở con chứ đá mong bốn bàสุดท้ายจำเป็นสู้พวกมันบนคันนี้วนมาการ channel พลกำสือต่างออกคันนี้จากทางนี้พงได้จองมาให้บางปนปีบิบในการประกาศ Facebook บอร์ดเต้บ่าจากสมัยบางปนมาทำไมคอมพลีทช่วย subscribe ก็โดยจะได้สัญญาณกระดังเนี่ยมวยพ้องบ่าออกคนชนะบ่าจากนั้นขนมเมรินนี่ขยมหนึ่งบังห้างบางปนปีการประกาศเพจบอร์ดเต้เมียนไทยเมียนบ่าอยู่ในที่ใต้กับบ่าอเมริกจังวิโดยคีนี้นะบางปนคือประเทศชิจารได้รี support Facebook support เราเลยบ่าในท่าอย่างไรเราเลยมี Facebook บ้านจังở nhôm sông thua ca bằng hai từ lừa ca bậc cao Facebook nó lời Americ bà bát tê United States nè mong phone chấn mong phone đà còn cái tháng bậc cao bạch bán đời xa tại admin VPN mong nâng chấn nhôm sông này non VPN free muối xem mong phone vô từ bậc cao nè nâng ấy bởi xin chỉ bóng phone ở trong phở phè free tế khai bị bậc bạ bị ắt smart phíp khai pra tới việc đánh chắc mong phone ai chờ tính của bạn đấy nè mong phone bà chấn đi nhôm còn tiền này non mong phone bà dừng ai pra free của bạn này bà chứng tỏ không ổn của mọi cái bé dương mà châu là không VPN mà dương mất mà VPN ní mình mua tha và auto hit VPN chứng nhung download hay để xa tại vì ai update nhung thôi cả update dần bà chứng mong ổn ai từ download được không App Store của đôi Play Store bán á bà cái này ní cứ nhung thôi cả rong trăm mọi việc download bên dần bà chứng ở bãi nó mong ổn không mê đến ní nhung nâng bà hai mong ổn lùm ắt bóng ôn mơ mùi muối nâng thua bànទាំងអស់គ្នាបាទអញ្ចឹងបាទបងប្អូនសម្រាប់ចង់បាន Facebook បរទេសហើយយក page យកទៅលេងបាទ content ផ្សេងៗក៏ដូចជាបង្កើតបាទមាតិកាធ្វើវីដេអូផ្សេងគឺអត់ពិបាកទេយើងបង្កើត Facebook admin ទុកចោលអញ្ចឹងទៅកាលណាឲ្យវាចាស់ខែចាស់ភាសាទៅគឺវាយើងអាចបង្កើត page បានជាច្រើនបាទអញ្ចឹងយើងលេងនៅ page ទៅគឺទុកសម្រាប់គ្រប់គោលការណ៍ទៅFacebook វាស្នើឲ្យរកលុយបានបើវា invite គឺយើងអាច set up បានហើយបាទអញ្ចឹងវាតាមដំណាក់កាលនីមួយៗនេះបងប្អូនគឺនៅក្នុងមេរៀននេះខ្ញុំចង់បង្ហាញពីដំណាក់កាលពីដំបូងឡើយមកតែម្ដងបាទគឺយើងត្រូវមាន account Facebook សិនបាទអញ្ចឹងតើបងប្អូនកុំឲ្យខាតពេកយើងងាកមកមើល app របស់យើងបាទ app VPN របស់យើងចូលមកក្នុងនឹងមកបាទអញ្ចឹងវាមាន United States Los Angeles បងប្អូនចុចលើនឹងមកចុចផ្កាយ pin វាមួយមកបាទរួចឲ្យបងប្អូនចុចប៊ូតុងសញ្ញាបិទបើកហ្នឹងយើងចុចមួយដែរមកបាទមកដល់កន្លែងនេះយើងធ្វើការទស្សនាពាណិជ្ជកម្មវាប្រហែលដូចជា15វិនាទីសិនណាបងប្អូនបាទ15 second ហ្នឹងសិនទៅដោយសារតែយើងប្រើប្រាស់ free អញ្ចឹងគឺយើងធ្វើការមើលពាណិជ្ជកម្មតិចសិនហើយបាទអញ្ចឹងវាអត់យូរទេយើងចាំតិចទៅឲ្យវាដើរចប់តែកាលណាបងប្អូនចុចម្លងពាណិជ្ជកម្មគឺវាអត់ឲ្យទេណាបាទគឺវាអត់ឲ្យយើងភ្ជាប់ VPN បានទេបាទនេះបងប្អូនគឺវានាំទៅកន្លែង Los Angeles ហើយបាទអញ្ចឹងបាទបងប្អូនយើងចង់ដឹងថាហេតុអីបានយើងដឹងថាវានាំទៅ Los Angeles ឥឡូវយើងមកឆែកមើលទាំងអស់គ្នានៅលើ website ណាបងប្អូនយើងចូលជ្រុំមកយើងវាយថាបាទ whoer.net បាទយើងវាយអញ្ចឹងមករួចហើយយើងចុច search មកបងប្អូនបាទដើម្បីបញ្ជាក់ថាវាទៅគោលដៅនឹងអត់អញ្ចឹងណាបាទនេះគឺបងប្អូននេះឃើញទេ Los Angeles បាទវានៅ United States my IP របស់យើងហ្នឹងណានេះគឺកម្រិតដែលវាចាប់បានគឺវាបានល្អគួរសមបានខ្ពស់មែនតើគឺខ្ពស់ហើយប៉ុណ្ណឹងគឺ90គឺខ្ពស់មែនតើបាទជីទូទៅវាអាច78បាទ9គឺចន្លោះហ្នឹងបាទវាអាចឡើងបាន100ទេបាទអញ្ចឹងគឺយើងមើលលំអិតហើយបាទកុំឲ្យកាត់ពេលយើងចូលទៅបង្កើត Facebook យើងទាំងអស់គ្នាមកអញ្ចឹងបងប្អូនចូលមកកាន់ app Facebook ហ្នឹងមកបាទវា slow បន្តិចណាបងប្អូនបាទអញ្ចឹងនេះគឺជា account Facebook ចាស់របស់ខ្ញុំទេខ្ញុំសូមធ្វើការ create account ថ្មីបាទ create new account នេះបងប្អូនចុចហ្នឹងមកបាទបន្តមកទៀតយើងចុចយក create new account ម្ដងទៀតបាទអញ្ចឹងមកដល់កន្លែងនេះយើងធ្វើការដាក់ឈ្មោះឥឡូវបងប្អូនមិនបាច់នឹកឈ្មោះឲ្យពិបាកទេបងប្អូនធ្វើតាមខ្ញុំទាំងអស់គ្នាបាទតោះអញ្ចឹងយើងចេញមកយើងចូលទៅក្នុង Google Chrome យើងទៅដែរបាទបន្តមកទៀតបងប្អូនចុច search តាមខ្ញុំមកណាបាទបងប្អូនដាក់ថាបាទ fake name USA បាទអញ្ចឹងយើងដាក់អញ្ចឹងមកបាទនេះវាឡើងមកហើយអញ្ចឹងបងប្អូនចុចលើនឹងមក
បាទមកដល់នេះគឺវាកន្លែង generate បាទ random នេះយើងចុចលើហ្នឹងមកបាទខាងលើហ្នឹង website មួយហ្នឹងបាទមកដល់នេះបងប្អូនចាំសិនបាទវាធ្វើការ create verify បាទដើម្បីចូលទៅកាន់ website ហ្នឹងបាទវាកំពុងតែ verify នេះបានហើយអញ្ចឹងវានឹងចេញជាទម្រង់ឈ្មោះឲ្យយើងនេះបងប្អូននេះបងប្អូនមើលជាក់ស្ដែងបាទនេះគឺយើងយកប្រភេទមនុស្សប្រុសបាទហើយនៅអាមេរិកបាទ United States ហ្នឹងបាទនេះឈ្មោះគឺនៅខាងក្រោមនេះព័ត៌មានពីអត្តសញ្ញាណរបស់គេហ្នឹងគឺយើង fake បាទអញ្ចឹងយើង copy មកបាទយកអាខាងលើផុតអក្សរធំនេះបាទបងប្អូនអញ្ចឹង copy តាមខ្ញុំមកណាបាទអញ្ចឹងបងប្អូនអត់ចង់បានឈ្មោះហ្នឹងឬក៏អត់ចង់បានឈ្មោះប្រុសទេបងប្អូនអាចដូរបានណានៅកន្លែងមិញហ្នឹងបាទអញ្ចឹងអានេះខ្ញុំអត់ដូរទេកុំឲ្យនាទីយើងយូរយើងយក copy ហ្នឹងមកបាទហើយយើងចូលកន្លែងយើងដាក់ឈ្មោះហ្នឹងមកបាទចុចលើហ្នឹងមកបាទបន្ទាប់មកទៀតមកដល់នេះគឺយើងផាសឈ្មោះដែលយើង copy មិញបញ្ចូលមកបាទយើងលុបឲ្យចុងកតុយចេញសិនបាទលុបវាចេញសិនមកហេប៉ះដៃបាទវាទៅខាង surname នោះបាទយើងដាក់ first name នេះឲ្យពេញសិនមកបាទយើងលុបវាឲ្យផុតត្រឹមនេះមកបាទរួចហើយយើងចុចកន្លែង first name នេះយើងផាសបញ្ចូលម្ដងទៀតយើងលុបខាងក្បាលវាចេញម្ដងបាទអញ្ចឹងfirst name មិញគឺយើងលុបកតុយឥឡូវមកដល់ first name នេះគឺយើងលុបក្បាលវាចេញបាទអញ្ចឹងឲ្យវាយើងអានមកវាត្រូវទម្រង់ឈ្មោះរបស់គេបាទអញ្ចឹងយើងលុបមកបាទខ្ញុំយកប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនចង់ដាក់អីថែមទៀតក៏ដាក់បានដែរណាបងប្អូនបាទអញ្ចឹងសម្រាប់ខ្ញុំយកប៉ុណ្ណឹងទេខ្ញុំធ្វើការចុច next ទៅមុខបាទអញ្ចឹងមកដល់នេះគឺយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងបងប្អូនមិនបាច់ដាក់តាមកន្លែង fact មិញក៏បានដែរបងប្អូនដាក់ឲ្យតែលើសពីអាយុ18ឆ្នាំឡើងគឺវាអាចឲ្យបង្កើតបានហើយបាទក្រុមហ៊ុនវាបើកបាទអញ្ចឹងគឺយើងដាក់មកបងប្អូនដាក់មិនក៏បានដែរកន្លែងហ្នឹងបាទខ្ញុំសុំដាក់ថ្ងៃទី5បាទដាក់2005ដែរចុះបាទអញ្ចឹងយើងចុចនេះទៅមុខទៀតមកដល់នេះបាទអញ្ចឹងបងប្អូនធ្វើមួយបងប្អូននឹងធ្វើបានណាបងប្អូនកន្លែងហ្នឹងយើងបើសិនជាយើងខាគឺយើងធ្វើបានទេដោយសារតែវាយ៉ាងដូចថាវាច្រើនបន្តិចណាបងប្អូនយើងមើលទៅវាយ៉ាងដូចសាមបន្តិចតែអត់ពិបាកធ្វើទេបងប្អូនមើលជាក់ស្ដែងបាទគឺ page បាទមកដល់នេះគឺយើងយក mail បាទន័យថាប្រុសដោយសារតែយើងចូលទៅយកអត្តសញ្ញាណមិញគឺប្រុសអញ្ចឹងយើងចុចទៅមុខទៀតមកបាទអញ្ចឹងមកដល់នេះបងប្អូនបានលេខមកពីណាបាទលេខអាមេរិកយើងអត់មានទេបាទយើងអត់ចង់ចំណាយលុយទិញអីផ្សេងទេយើងធ្វើការប្រើប្រាស់ free អញ្ចឹងបងប្អូនធ្វើតាមខ្ញុំមួយទៀតបាទតោះយើងចេញមកយើងចូលជ្រុំដដែលមកបាទយើងចុចលើនឹងមួយមកបាទកន្លែងយើង fake name មិញហ្នឹងឬឲ្យបងប្អូន type យកជ្រុំថ្មីយើងធ្វើការ search ដាក់ថា fake បាទ number USA មានន័យថាយើង fake ជាមួយនឹងលេខរបស់អាមេរិកម្ដងមិញយើង fake ឈ្មោះឥឡូវយើង fake លេខបាទអញ្ចឹងគឺយើងចុច search លើនឹងមកបាទយើងចុចលើនឹងមួយមកបាទអញ្ចឹងគឺមកដល់នេះគឺវាដាក់ get a mobile phone number in the US អញ្ចឹងយើងចុចលើ website មួយហ្នឹងមកបាទនេះបងប្អូនគឺវាមានកន្លែងខ្លះយើងទិញប៉ុន្តែយើងអត់ចង់ទិញទេបាទដូចខ្ញុំបញ្ជាក់អញ្ចឹងយើងប្រើប្រាស់ free អញ្ចឹង free គឺនេះវាមាននៅក្នុងនេះបងប្អូននេះកន្លែងនេះបាទនេះមកជួនេះអញ្ចឹងនៅក្នុងមកជួហ្នឹងបងប្អូនជ្រើសយកមួយទៅបាទសម្រាប់ខ្ញុំធ្វើការយកបាទមួយនេះបាទទី3ពីក្រោមទៅនេះបាទអញ្ចឹងខ្ញុំ copy មកបាទអញ្ចឹងបងប្អូនយកមួយណាក៏បានដែរណាមកជួហ្នឹងបាទនេះខ្ញុំធ្វើការឧទាហរណ៍បងប្អូនមើលទេអញ្ចឹងខ្ញុំ copy ហើយខ្ញុំដាក់បញ្ចូលទៅកន្លែងដែលវាទាមទារលេខទូរស័ព្ទបើសិនជាកន្លែងនេះបងប្អូនផ្លាស់ប្ដូរយក Gmail គឺវាអត់ឲ្យចុចទៅមុខទៀតទេបាទកន្លែងហ្នឹងណាអញ្ចឹងយើងដាក់លេខទូរស័ព្ទទៅវាឲ្យចុចទៅមុខបាទយើងដាក់មករួចហើយយើងធ្វើការចុច next ទៅមុខទៀតបាទបាទកន្លែងនេះយើងរងចាំសិនបាទអត់អីទេបាទយើងចុចនៅលើអេក្រង់យើងមួយមកបាទចុចខាងលើមកឬក៏ចុចខ្វែងក៏បានដែរគឺឲ្យវាចេញសិនបាទនេះបងប្អូនវានាំមកឲ្យយើងដាក់ password លេខកូដ Facebook របស់យើងអញ្ចឹងកន្លែងហ្នឹងបងប្អូនដាក់ហើយកត់ទុក save ទុកឲ្យល្អមកណាបាទចំណាំទុកខ្លួនឯងមកដើម្បីនៅពេលដែលយើងចូល look out លើ device អីផ្សេងគឺយើងស្រួលបាទកុំឲ្យភ្លេចអញ្ចឹងខ្ញុំធ្វើការដាក់បញ្ចូលសិនបាទខ្ញុំដាក់យ៉ាងច្រើនបន្តិចទៅបាទកន្លែងហ្នឹងបងប្អូនដាក់មកណាដាក់ឲ្យវាមានសុវត្ថិភាពគឺយើងដាក់លាយគ្នាមកជាអក្សរលាយលាក់លេខបាទមានទម្រង់
អីផ្សេងមកណាបាទទ្រង់ជ្រូកឬដុល្លារឬរូបអីផ្សេងមកបងប្អូនណាតាមដែលវាឲ្យបាទសញ្ញារបស់យើងហ្នឹងគឺយើងដាក់មកបាទខ្ញុំ screenshot ទុកមួយសិនបាទរួចហើយខ្ញុំចុចនេះទៅមុខទៀតបាទយើងធ្វើការរងចាំតិចសិនបាទនេះបងប្អូនគឺយើងធ្វើការ save បាទកន្លែងនេះគឺយើងចុច save QQ ខាងលើនេះមកបាទគេដាក់ save your login info មានន័យថាយើង save ចូលទៅក្នុង Facebook របស់យើងបាទវាកំពុងតែកន្លែងនេះគឺយើងចុច I agree បងប្អូនណាគឺកំពុងតែស្នើទៅក្រុមហ៊ុន Facebook ហើយចាបាទយើងចាំប្រហែលជា10វិនាទីបាទឬក៏10 second សិនយើងកុំទាន់អាចចុចភ្លាមដើម្បីឲ្យយើងអានបាទលក្ខខណ្ឌព័ត៌មាន Facebook របស់គេតិចតួចសិនទៅបាទរួចហើយយើងចុច I agree នឹងមកអញ្ចឹងអត់ពិបាកទេណាបងប្អូនគឺងាយស្រួលទេយើងធ្វើមួយទៅណាបងប្អូនបាទពីដំណាក់កាលមួយទៅដំណាក់កាលមួយគឺបងប្អូននឹងធ្វើបានបាទអញ្ចឹងកន្លែងនេះយើងរងចាំយូរបន្តិចបាទកន្លែងនេះយើងចុចពាក្យថា confirm with code ណាបងប្អូនដោយសារតែខ្ញុំមាន mail ជាប់នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំគឺអញ្ចឹងវាឡើងមកចំនួន mail 2 mail ដែរអញ្ចឹងខ្ញុំអត់ចុចយកទេខ្ញុំចុចឲ្យក្រោមខ្ញុំដាក់ថា confirm with code បាទអញ្ចឹងចុចហ្នឹងមកបាទអញ្ចឹងវាធ្វើការផ្ញើលេខកូដទៅទូរស័ព្ទលេខទូរស័ព្ទដែលយើង fax មិញណាបងប្អូនអញ្ចឹងយើងអត់មានលេខហ្នឹងឲ្យសួរថាយើងធ្វើម៉េចបានកូដហ្នឹងបាទយើងមានវិធីសាស្ត្រផ្សេងមួយទៀតណាបងប្អូនអានេះយើងគ្រាន់តែធ្វើការបញ្ឆោតទៅលើក្រុមហ៊ុន Facebook ទេណាបាទយើងដាក់វាបញ្ឆោតដើម្បីឲ្យចូលបានមកដល់ដំណាក់កាលនេះបាទបើយើងអត់ដាក់ទេគឺយើងអាចចូលបានទេអញ្ចឹងបងប្អូនមើលមកក្រោមមកគេដាក់នេះយើងយកអាច connect លើ mail បានណាបងប្អូនចុចលើនឹងមួយមកនេះវាមានជំរើសជាច្រើនណាបាទហើយខាងលើនេះគឺ reset code SMS មានន័យថាយើងស្នើកូដវាម្ដងទៀតបាទអានេះឆេងបាទ mobile number មានន័យថាលេខម្ដងទៀតលេខផ្សេងក៏បានដែរហើយអាក្រោមនេះគឺ confirm Gmail អញ្ចឹងយើងយក confirm Gmail ហ្នឹងមកបាទអញ្ចឹងយើងធ្វើការដាក់ Gmail មកសួរថា Gmail យើងបានមកពីណាបងប្អូនកុំដាក់ Gmail ដែលយើងបង្កើតនៅខ្មែរអញ្ចឹងយើងមកធ្វើវិធីចាស់យើងដដែលបាយបងប្អូនចូលមកជ្រុះមកហើយយើងធ្វើការចុចបាទបងប្អូនសរសេរតាមខ្ញុំមកបាទខ្ញុំដាក់ថា tab mail បាទ tab mail ហ្នឹងយើងសេថា tab mail អញ្ចឹងណាអធិស្ឋានបងប្អូនបើសិនជាអានខុសបាទយើងដាក់ថា tab mail អញ្ចឹងទៅបាទរួចហើយយើងចុច search មកបាទវាឡើងមកខាងលើបងប្អូនចុចលើហ្នឹងមកបាទអញ្ចឹងវានាំយើងទៅកាន់ mail មួយបាទគឺយើង fake mail ដែរបាទអញ្ចឹងកន្លែងនេះគឺ mail ដែលយើងត្រូវ copy បាទខ្ញុំអត់ចង់បាន mail ហ្នឹងទេបើសិនជាយើងអត់ចង់បានយើងលុបបាទឲ្យវាតម្លាក់ mail ថ្មីឲ្យយើងមកបាទអញ្ចឹងកន្លែងនេះខ្ញុំថយចេញវិញសិនបាទពាណិជ្ជកម្មច្រើនតិចបាទខ្ញុំធ្វើការ search ម្ដងទៀតបាទឲ្យវាចេញថ្មីមកម្ដងទៀតមកនេះបងប្អូនបាទអញ្ចឹងងាកបងប្អូនឃើញតម្រងឯងបាទមានតម្រង Gmail ខាងលើមាន copy មាន reverse បាទមាន delete នេះហ្នឹងចុងក្រោយហ្នឹងអញ្ចឹងយើងអត់ចង់បាន mail ហ្នឹងគឺយើងចុច delete មកឲ្យវាតម្លាក់ mail ថ្មីឲ្យបាទខ្ញុំអត់ចង់បានទេខ្ញុំលុបវាទៀតបាទអញ្ចឹងខ្ញុំលុបវាទៀតបាទខ្ញុំលុបវាទៀតខ្ញុំអត់សូវស្រឡាញ់បងប្អូនពេញចិត្តមួយណាបងប្អូនយកមួយហ្នឹងណាបាទឥឡូវខ្ញុំធ្វើការសាកល្បង copy យក mail នេះចុះបាទចុច copy មកហើយយើងចេញទៅវិញយើងចូលក្នុង app Facebook យើងដដែលបន្តមកទៀតយើងផាសបញ្ចូលកន្លែងវាទៀមទា Gmail ហ្នឹងបាទយើងផាសបញ្ចូលហើយយើងធ្វើការចុច next ទៅមុខទៀតមកបាទអញ្ចឹងកន្លែងនេះយើងរងចាំបន្តិចសិនមកវាកំពុងតែបាទ check មើល Gmail របស់យើងបាទអញ្ចឹងវាអត់ឲ្យទៅមុខទេបាទឥឡូវយើងធ្វើការចុច next ទៅមុខម្ដងទៀតបាទដើម្បីសាកល្បងមើលតើវាបញ្ហាបណ្ដាញ slow internet ឬមួយក៏វាមានបញ្ហាអីបាទអញ្ចឹងយើងចុចបាទ copy ផាសវាបញ្ចូលម្ដងទៀតបាទយើងសាកល្បងធ្វើម្ដងទៀតមកបាទរួចហើយចុច next មកអញ្ចឹងបើកន្លែងនេះបើសិនជាវាអត់ឲ្យបងប្អូនអាចទៅជ្រើសរើស mail ថ្មីដើម្បី copy យកមកដាក់ម្ដងទៀតបានណាបាទគឺវាអត់ឲ្យបងប្អូនណាយើងបញ្ជាក់ឲ្យ2ទៅ3ដងហើយអញ្ចឹងយើងធ្វើការលុប mail នឹងចេញយើងទៅយក mail មួយទៀតបាទនៅក្នុងកន្លែងនឹងដដែលបាទយើងលុបវាចេញ
បងប្អូនចុចសញ្ញាធំសម្រាប់នេះមកគឺវាលុបចេញហើយបាទនេះវាចេញមកថ្មីមកហើយអញ្ចឹងយកមួយនេះបាទបងប្អូនចុចពាក្យ copy ខាងដើមនេះមកនេះឃើញទេបាទបន្តមកទៀតយើងចេញមកវិញយើងចូលមកក្នុងនឹងដដែលបាទក្នុង app Facebook ហ្នឹងយើងផាសបញ្ចូលមកបាទរួចហើយយើងចុច next ទៅមុខទៀតមើលវាឲ្យអត់បាទវាកំពុងតែ internal email address របស់យើងហើយបាទនេះគឺបានហើយបងប្អូនអញ្ចឹងវាផ្ញើកូដទៅ Gmail ហ្នឹងហើយបាទអញ្ចឹងដើម្បីបាទអញ្ចឹងដើម្បីបានកូដបងប្អូនចូលទៅក្នុងកន្លែងជ្រុំយើងមិញហ្នឹងមកបាទនៅក្នុង website មិញដដែលមកបាទយើងចេញវិញមកបាទយើងចូលទៅជ្រុំហ្នឹងមកគឺវាមានផ្ញើមកហើយបាទបញ្ជាក់បងប្អូនគឺ mail នេះគឺយើង fake ទេណាយើងរងចាំមកសប្តាហ៍ទៅកន្លះខែបងប្អូនដូរ Gmail ទៅឬក៏បងប្អូនគិតថាមួយថ្ងៃពីរថ្ងៃអាចដូរបានក៏ដូរទៅណាបងប្អូនយើងដាក់ Gmail ដែលមាន password ទៅគឺស្រួលអានេះគឺយើង fake យើងអត់មានលេខកូដទេបាទអញ្ចឹងបងប្អូនចុចមកតាមខ្ញុំមកយើងទៅយកលេខកូដដាក់សិនបាទយើងដាក់បដោះអាសន្នបាទឲ្យវាបើកគណនី account Facebook របស់យើងនេះបងប្អូនគឺវាបានផ្ញើមកហើយអញ្ចឹងមានចំនួន5ខ្ទង់បាទយើងចុចយកទៅដាក់នៅក្នុងបាទ app Facebook code របស់យើងមិញហ្នឹងដែលវាត្រូវការហ្នឹងបាទអញ្ចឹងយើងផាសបញ្ចូលក្នុងហ្នឹងឬក៏យើងវាយបញ្ចូលក៏បានដែរបាទរួចហើយយើងធ្វើការចុច next មកបាទអញ្ចឹងបងប្អូនអាចធ្វើការដូរលេខក៏ដូចជាដូរ Gmail បងប្អូនទៅដូរនៅក្នុង app Facebook បានណានៅពេលដែលយើងបង្កើតបានតែយើងយល់ល្អបងប្អូនកុំដូរភ្លាមណាបងប្អូនអាចដូរម្លង2-3ថ្ងៃសិនចាំដូរក៏បានដែរណាបាទកុំឲ្យ Facebook វាចាប់នេះបងប្អូនគឺបានហើយបាទអញ្ចឹងអរគុណច្រើនបងប្អូន